ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាអំពី Figma តើអ្វីទៅជា Figma អញ្ចឹង Figma គឺជាឧបករណ៍ឬក៏ហៅថាបានយ៉ាងទៀតថា tool សម្រាប់ design UX UI ដែលមានមុខងារក្នុងការរចនាគេហទំព័រឬក៏ app mobile ហើយយើងអាចប្រើវាបានតាមរយៈ browser Chrome ឬក៏យើងអាច install វាមកបានដូចជាកម្មវិធី desktop និង mobile ហើយគេហៅវាថាជា cloud based design tool ដោយទិន្នន័យត្រូវបានរក្សាទុកនៅក្នុង cloud លក្ខណៈពិសេសរបស់វាគឺ free online ដែលអាចចូលប្រើប្រាស់បានហើយសម្រាប់ collaboration យើងអាចធ្វើការជាមួយគ្នាក្នុងពេលតែមួយរបៀបដូចជា Google Docs ហើយសម្រាប់ prototype យើងអាចភ្ជាប់ប៊ូតុង screen ឲ្យដំណើរការដូចជា app ពិតចឹងហើយនៅក្នុង Figma យើងអាច export រូបចេញពី Figma បានដូចជា PNG JPG SVG ឬក៏ CSS code សម្រាប់ហើយនៅក្នុងហ្នឹងវាមាន plugin ឬក៏ template មាន plugin ច្រើនជួយឲ្យយើងធ្វើការយ៉ាងងាយស្រួលដូចជា icon photo chart ហើយគេប្រើវាក្នុងការរចនា mobile app UI រចនា web UI បង្កើត prototype ដើម្បីបង្ហាញ client ឬ team ចែករំលែកឯកសារជាមួយ developer ឲ្យកូដតាមរយៈ design ហើយក្នុងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយសូមអរគុណ